ជំរាបសួរអ្នកទាំងអស់គ្នាពេលនេះយើងមកតាមដានរឿងបូរ៉ូតូបន្តទៀតហើយដូចរាល់ដងដែរមុននឹងចាប់ផ្ដើមសូមអ្នកទាំងអស់គ្នាជួយចុច like មួយរួចរាល់ហើយតោះចាប់ផ្ដើមទាំងអស់គ្នាការពិភាក្សាមុនសាស្កេយល់ព្រមទទួលយកបូរ៉ូតូធ្វើជាកូនសិស្សហើយក្បាច់ដែលសាស្កេបរៀនបូរ៉ូតូមុនគេគឺការគប់កែសុរខិនឲ្យជាបត់ឆ្វេងឬក៏បត់ស្ដាំក្បាច់មួយហ្នឹងបើសិនជាតាមសមត្ថភាពរបស់បូរ៉ូតូគាត់ធ្វើអត់បានទេតែបើគាត់ប្រើឧបករណ៍បច្ចេកវិទ្យាជាជំនួយគាត់អាចធ្វើបានឧបករណ៍ដែលបូរ៉ូតូពាក់នៅនឹងដៃហ្នឹងគេហៅថា Kote ក្នុងពេលជាមួយគ្នាក្រុម Alien ទាំង3កំពុងតែដើរស្វែងរកដើម Divine Tree ប៉ុន្តែក្រោយពេលដឹងថាដើម Divine Tree ត្រូវបានគេបែងចែកជាសត្វកតុយ1ដល់កតុយ9ពួកគេបានបដូរទិសដៅទៅតាមចាប់ជីន Curiki វិញម្ដងជីន Curiki ទី1ដែលពួកគេរកឃើញគឺ Killer Bee ហើយជាទម្លាប់ Killer Bee តែងតែនិយាយដោយគេច្រៀង Hip Hop ធ្វើឲ្យពួក Alien ស្ដាប់អត់ចូលទេពេលនោះ Kinski ចាប់ផ្ដើមបើកការវាយប្រហារទៅលើ Killer Bee តែ Killer Bee បានប្រែកាឡាខ្លាយទៅជាមឹកក្បាលគោបន្ទាប់មក Momosuke បានបាញ់ដៃខ្មៅពីដើមទៅតែត្រូវបាន Killer Bee វាចេញបានទៀតឃើញចឹង Momosuke ក៏បានបាញ់ដៃខ្មៅយ៉ាងច្រើនទៅទើបអាចចាប់ Killer Bee បានទោះជាយ៉ាងណា Killer Bee មិនបានចោះចាញ់ភ្លាមទេក៏ប្រើ Tail Beast Bomb បាញ់បកទៅវិញពេលនោះ Momosuke ពិតជាអស្ចារ្យខ្លាំងណាស់អាចប្រើភ្នែក Rinnegan នៅបាតដៃរបស់គាត់ស្រូបយក Tail Beast Bomb ទៅហើយនៅពេលដែលគាត់បញ្ចេញមកវិញ Tail Beast Bomb នោះមានទំហំធំជាងមុនគុណនឹង2នៅទីបំផុត Momosuke អាចចាប់យកកតុយ8ស្រូបចូលទៅក្នុងបាតដៃរបស់គាត់បានយ៉ាងងាយហើយគោលដៅដែលពួកគេចង់ចាប់បន្តទៀតគឺ Kurama ដែលនៅក្នុងខ្លួនរបស់ Naruto និយាយពី Naruto វិញពេលនេះគាត់ក៏មានតម្រុយខ្លះដែរថាកាលពីមុនការកយ៉ាបង្កើតកងទ័ពសិទ្ធិស៊ូសដើម្បីការពារខ្លួនពី Alien ផ្សេងទៀតនៅក្នុងខ្លានរបស់នាងពេលនេះទ័ពសិទ្ធិស៊ូសមានសកម្មភាពអញ្ចឹងប្រហែលជាពួក Alien ដែលការកយ៉ាខ្លាចនោះបានមកដល់ផែនដីហើយបន្តមកសាយរឿងបានកាត់ទៅមើល Gaara ដែលពេលនេះគាត់កំពុងតែជួនដំណើរកូនចិញ្ចឹមរបស់គាត់ឈ្មោះ Shinki ទៅស្ថានីយ៍រថភ្លើងព្រោះពួកគេក៏ត្រូវទៅចូលរួមប្រឡងឈ្មោះនាងនៅភូមិស្លឹកឈើដែរពេលនោះដោយសារតែ Gaara មានការរវល់គាត់បានពឹងឲ្យខាង Kuro ជួយជូនពួកគេទៅភូមិស្លឹកឈើមុនពេលចាប់ការងារទើបគាត់ទៅតាមក្រោយបន្ទាប់ពីខាងការ៉ូជូនក្មេងៗឡើងរថភ្លើងអស់សត្វកតុយមួយឈ្មោះស៊ូកាគូក៏បានតាក់ទងមកការ៉ាហើយប្រាប់ថាគាត់បានបាត់សញ្ញាតាក់ទងជាមួយកតុយ8ឲ្យឆឹងចឹងហើយទៅគាត់ប្រាប់ការ៉ាឲ្យប្រយ័ត្នខ្លួនព្រោះដូចជាមានរឿងអត់ស្រួលកើតឡើងហើយងាកទៅមើលបូរ៉ូតូវិញថ្ងៃនេះដល់ថ្ងៃកំណត់ដែលត្រូវប្រឡងឈ្មោះនាងនៅជុំទី1ហើយបេក្ខជនដែលត្រូវចូលរួមប្រឡងទាំងអស់បានមកជុំគ្នាដើម្បីស្ដាប់ការណែនាំនេះគឺជាលើកទី1ដែលនិនចានៅភូមិធំៗទាំង5បានមកជុំគ្នាដើម្បីចូលរួមប្រឡងនៅពេលនោះស៊ីកាម៉ារុបានឡើងប្រកាសឲ្យពួកគេត្រៀមខ្លួនព្រោះការប្រឡងនឹងចាប់ផ្ដើមនៅវេលាថ្ងៃត្រង់បន្តមកមុនពេលការប្រឡងចាប់ផ្ដើមមានបេក្ខជនមកពីភូមិពពកបានទៅរករឿងបូរ៉ូតូនៅតុអាហារដ្ឋានពេលនោះពួកគេបានទាស់សម្ដីគ្នាហើយបៀនឹងវាយគ្នាហើយតែ Shinki ដែលជាកូនចិញ្ចឹមរបស់ Gaara បានប្រើខ្សាច់ដែកទៅជួយចាប់ឃាត់ពួកគេនោះគឺជាលើកទី1ដែលបូរ៉ូតូបានជួបជាមួយនឹង Shinki បន្តមកដល់ពេលថ្ងៃត្រង់សាយបានឡើងបកាបើកការប្រឡងនៅជុំទី1គឺសំណួរផ្ទាល់មាត់ហើយវិញ្ញាសាសំណួរគឺពួកគេត្រូវទៅយកនៅក្នុងព្រៃចម្ងាយ20គីឡូម៉ែត្រពីកន្លែងដែលពួកគេឈរហ្នឹងនៅតាមផ្លូវមានអន្ទាក់ជាច្រើនចាំស្ទាក់ពួកគេហើយបើនរណាទៅអត់ទាន់ម៉ោងទេនឹងត្រូវធ្លាក់នៅពេលនោះក្រុមរបស់បូរ៉ូតូនិងបេក្ខជនខ្លាំងៗផ្សេងទៀតបានទៅដល់អត់មានបញ្ហាទេបន្តមកសាយបានប្រកាសសួរសំណួរត្រូវខុសមួយហើយឲ្យបេក្ខជនទាំងអស់ទៅឈរតាមចម្លើយដែលពួកគេជ្រើសរើសនៅពេលនោះចម្លើយត្រូវឬខុសអត់សំខាន់ទេសំខាន់គឺពួកគេត្រូវបានគេទម្លាក់ចុះទៅក្នុងរណ្ដៅដែលនៅបាតរណ្ដៅមានទឹកខ្មៅចាំស្វាគមន៍ពួកគេហើយអ្នកដែលប្រឡាក់ទឹកខ្មៅនឹងត្រូវធ្លាក់ការធ្វើតេស្តនៅលើកនោះគឺគេចង់ដឹងថាតើសមាជិកក្រុមទាំង3នាក់ចេះសាមគ្គីគ្នាដើម្បីអាចគេចរួចពីការធ្លាក់នោះបានអត់ហើយនៅទីបំផុតក្រុមរបស់បូរ៉ូតូនិងក្រុមរបស់អ្នកខ្លាំងៗផ្សេងទៀតបានចប់ការប្រឡងនៅជុំទី1ចំណែកការប្រឡងនៅជុំទី2នឹងចាប់ផ្ដើមនៅក្នុងរយៈពេល3ថ្ងៃទៀតបន្តមកសាយរឿងបានកាត់ទៅមើល Gaara ដែលពេលនេះគាត់បានទៅជួបជាមួយនឹង Sasuke និង Mitsukage បច្ចុប្បន្នឈ្មោះ Chojuro ហ្នឹងគឺជាដៃស្ដាំរបស់ Mitsukage មុននៅក្នុងរឿង Naruto ការដែល Gaara ទៅជួបពួកគេគឺគាត់ចង់ប្រាប់ថាពេលដែលគាត់កំពុងតែធ្វើដំណើរតាមរថភ្លើងមកភូមិស្លឹកឈើគាត់ត្រូវបានគេវាយប្រហារហើយអ្នកដែលវាយប្រហារ Gaara នោះមានឈ្មោះថា Urasaki ដែលយើងធ្លាប់បានឃើញហើយនៅពេលនោះ Urasaki បានប្រើចក្រាពណ៌ក្រហមដែលមានរាងដូចផ្លែសន្ទូចទៅស៊ុយអីម្យ៉ាងមិនដឹងទេចេញពីក្នុងខ្លួនរបស់ Gaara ទោះបីជា Gaara ប្រើខ្សាច់ទប់ដែរតែនៅតែការពារខ្លួនអត់បានពេលស្ទួយបានហើយ Urasaki អត់បានធ្វើអី Gaara ទេក៏ដកថយទៅវិញមូលហេតុដែល Gaara យករឿងនេះមកប្រាប់ Sasuke ព្រោះគាត់ជឿថាអារឿងអញ្ចឹង Sasuke ដោះស្រាយលឿនជាង3ថ្ងៃក្រោយមកចូលដល់ការប្រឡងឈ្មោះនេះនៅជុំទី2នៅជុំនេះគេតម្រូវឲ្យបេក្ខជនធ្វើការជាក្រុមហើយវាយដណ្ដើមទង់គ្នាជាទូទៅដូចជាអត់មានអីគួរចាប់អារម្មណ៍ប្រហែលទេអ្វីដែលគួរចាប់អារម្មណ៍នៅពេលនោះគឺកូនរបស់ Rock Lee ឈ្មោះ Metal ប៉ះជាមួយនឹងកូនរបស់ Gaara ឈ្មោះ Shinki
បន្តែនៅពេលនោះស៊ីនឃីមានតាមជាងព្រោះគាត់អាចប្រើខ្សាច់ខ្មៅទៅដើមទងពីចម្ងាយបានការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតគឺក្រុមរបស់បូរ៉ូតូពេលនោះគេបានចាត់ចែងឲ្យបូរ៉ូតូការពារទងខ្លួនឯងចំណែកមីតស្គីនិងសារ៉ាដាចេញទៅដើមទងរបស់គូប្រកួតប្រជែងពេលដែលបូរ៉ូតូនៅម្នាក់ឯងចឹងក្រុមផ្សេងដែលជាកូនភ្លោះ3នាក់មកពីភូមិចំហាយទឹកបានចូលមកដើមទងរបស់គាត់ពេលនោះបូរ៉ូតូបានប្រើសាដូខ្លួនកូពីខ្លួនឯងសរុបទាំងអស់5នាក់គេថាគាត់មានគ្នាច្រើនជាងឯណាតែមានអីកូនភ្លោះទាំង3នាក់នោះក៏ចេះប្រើសាដូខ្លួនកូពីខ្លួនឯងបានរហូតដល់ទៅ9នាក់ហើយព្រួយវាយបូរ៉ូតូឡើងខ្ចប់បន្តមកនៅពេលដែលកូនភ្លោះទាំង3បានទាំងទៅយកទងរបស់បូរ៉ូតូបានហើយបូរ៉ូតូក៏បង្ខំចិត្តប្រើឧបករណ៍ខូថេរបស់គាត់បញ្ចេញក្បាច់ទឹកហើយនឹងរទះវាយប្រហារទៅលើពួកគេ Water style bullet! Orca! ស្របទៅការប្រកួតពីក្រុមនេះក្រុមរបស់បូរ៉ូតូជាអ្នកឈ្នះបន្តមកពេលត្រឡប់ទៅដល់ផ្ទះវិញបូរ៉ូតូដូចជាអត់សូវសប្បាយចិត្តសោះដែលគាត់ប្រើល្បិចក្នុងការប្រកួតហើយនៅពេលនោះបូរ៉ូតូភ្ញាក់ផ្អើលខ្លាំងណាស់ព្រោះប៉ារបស់គាត់បានទៅផ្ទះអបអរសាទរគាត់ដោយផ្ទាល់នៅពេលនោះបូរ៉ូតូខំប្រឹងលាក់មិនឲ្យប៉ារបស់គាត់មើលឃើញអីដែលគាត់ពាក់ទេចំណែកណារ៉ូតូវិញជាមួយអ្នកដទៃគាត់និយាយបានច្រើនតែនៅពេលដែលនិយាយជាមួយបូរ៉ូតូនៅអត់សូវមានពាក្យនិយាយទោះបីជាយ៉ាងណាការដែលប៉ារបស់គាត់មកជួបគាត់អញ្ចឹងបូរ៉ូតូមានអារម្មណ៍រីករាយក្នុងចិត្តខ្លាំងណាស់បន្តមកចូលដល់ការប្រឡងនៅជុំទី3ដែលគេតម្រូវឲ្យបេក្ខជនវាយគ្នាមួយទល់មួយការប្រកួតនៅជុំទី3នេះខាគេទាំង5បានទៅចូលរួមមើលដោយផ្ទាល់ផងដែរគូទី1គឺបូរ៉ូតូប៉ាជាមួយនឹងយូរុយដែលមកពីភូមិពពកបែបពិសេសរបស់យូរុយគឺគាត់ចេះផ្លុំបេប៉ោនដែលអាចការពារខ្លួនបានផងនិងវាយប្រហារលើគូស្ត្រូវបានផងពេលនោះបូរ៉ូតូសាកយកកបិតខ្នែងចាក់បេប៉ោននោះតែវាផ្ទុះត្រូវរបួសខ្លួនឯងបន្តមកគាត់សាកយកផ្កាយសុរខិនគប់សម្ដៅទៅយូរីតែយូរីមានបេប៉ោនជួយការពារហើយដោយសារតែមិនអាចចាញ់បានបូរ៉ូតូបានផលិតផ្កាយមួយចេញពីឧបករណ៍របស់គាត់ដែលផ្កាយនោះអាចកាច់ចកោតសម្ដៅទៅចំគោលដៅតែម្ដងអញ្ចឹងសម្រាប់គូនេះគឺបូរ៉ូតូជាអ្នកឈ្នះបន្តមកគូទី2គឺស៊ីកាដៃប៉ះជាមួយនឹងយូដូមកពីភូមិខ្សាច់ស៊ីកាដៃប្រើក្បាច់ចាប់ស្មៅដោយប៉ារបស់គាត់អញ្ចឹងចំណែកយូដូវិញគេដឹងថានាងមានជំនាញពិសេសអីទេគ្រាន់តែដឹងថានាងកិច្ចលឿនណាស់ទោះបីជាស៊ីកាដៃប្រើក្របបែកផ្សែងកុំឲ្យនាងមើលឃើញដើម្បីចាប់ស្មៅនាងក៏យូដូនៅតែដឹងហើយកិច្ចរួចបន្តមកដល់វេនយូដូវាយបកវិញម្ដងនាងបានប្រើសក់របស់នាងគួរជាសម្លេងវាយប្រហារទៅលើស៊ីកាដៃមានន័យថាជំនាញពិសេសរបស់យូដូគឺតាក់ទងជាមួយនឹងសម្លេងគឺហើយការដែលនាងអាចកិច្ចបានលឿននៅពេលមុនហ្នឹងគឺដោយសារតែនាងប្រើតិចស្ដាប់មិនមែនប្រើភ្នែកមើលទេពេលបានដឹងអញ្ចឹងហើយស៊ីកាដៃក៏ដកយន់ផ្ទុះមួយចំនួនចេញពីកាបូបហើយពេលហ្នឹងយូដូក៏វាយប្រហារគាត់ធ្វើឲ្យយន់ទាំងនោះផ្ទុះបន្តមកនៅពេលដែលយូដូគិតថានាងឈ្នះស៊ីកាដៃក៏ចាប់ស្មៅនាងបានតាមពិតសម្លេងផ្ទុះយន់នៅមុនហ្នឹងជាឱកាសឲ្យស៊ីកាដៃលួចចូលទៅចាប់ស្មៅរបស់យូដូបានគូបន្ទាប់គឺសារ៉ាដាប៉ះជាមួយនឹងនិនចាហ្គេនីម្នាក់មកពីភូមិពពកពេលនោះសារ៉ាដាមានភ្នែកសារ៉េងកានអាចមើលក្បាច់វាយរបស់គូប្រកួតបានលឿនហើយត្រឹមតែរយៈពេល3វិនាទីតែប៉ុណ្ណោះនាងអាចផ្ដួលគូប្រកួតរបស់នាងបានគូបន្ទាប់គឺអ៊ីណូជីនដែលជាកូនរបស់អ៊ីណូជាមួយនឹងសៃប៉ះជាមួយនឹងនិនចាម្នាក់មកពីភូមិខ្សាច់ឈ្មោះអារយ៉ាអ៊ីណូជីនប្រើក្បាច់គូរូបដូចសៃដែរតែមិនខ្លាំងប៉ុន្មានទេពេលវាយប្រហារទៅលើអារយ៉ាមិនបានសម្រេចគាត់ត្រូវបានអារយ៉ាវាយបកវិញចាញ់គេភ្លាមមិនបាន1នាទីផងគូបន្ទាប់ទៀតគឺមីតស្គីប៉ះជាមួយនឹងថូរ៉ូអ៊ីមកពីភូមិពពកពេលនោះថូរ៉ូអ៊ីបានប្រើកណ្ដាប់ដៃរន្ទះវាយសម្រុកទៅមីតស្គីអត់ដកដៃទេប៉ុន្តែបានត្រឹមតែធ្វើឲ្យមីតស្គីរបួសមុខតែបន្តិចតែប៉ុណ្ណោះហើយជាពិសេសមីតស្គីអាចព្យាបាលរបួសស្នាមរបស់គាត់បានថែមទៀតជាការឆ្លើយតបមីតស្គីបានប្រើពោះដោយអូរ៉ូជីម៉ារូអញ្ចឹងវាយប្រហារទៅលើគូប្រកួតហើយចាប់ក្លេគូប្រកួតរបស់គាត់ជាប់បន្តមកគូចុងក្រោយនៅក្នុងការប្រកួតជម្រុះជុំទី1គឺរវាងឈូឈូហើយនិងស៊ីនឃីសូមបញ្ជាក់បន្តិចឈូឈូគឺជាកូនរបស់ឈូជីជាមួយនឹងចារជូនីម្នាក់នៅភូមិបពកឈ្មោះខារ៉ូអេនៅក្នុងការប្រយុទ្ធនេះស៊ីនឃីអត់បានតដៃទេបានត្រឹមតែទប់ចំណែកឈូឈូវាយសម្រុករហូតតតែអស់កម្លាំងទើបនាងឈប់ហើយសុំចុះចាញ់បន្តមកក្រោយពីបានសម្រាប់30នាទីគូប្រកួតជម្រុះនៅជុំទី2គឺបូរ៉ូតូប៉ះជាមួយនឹងស៊ីកាដៃនៅក្នុងការប្រកួតនោះពួកគេបានខំប្រឹងអស់ពីសមត្ថភាពរៀងៗខ្លួនដើម្បីយកឈ្នះដំបូងឡើយស៊ីកាដៃបានប្រើជំនាញចាប់ស្មៅរបស់គាត់ដូចធម្មតាចំណែកបូរ៉ូតូក៏ប្រើជំនាញសាដូខ្លួនរបស់គាត់ទប់ទល់ផងដែរពេលនោះស៊ីកាដៃបានប្រើក្បាច់ចាប់ស្មៅថ្មីមួយដែលអាចចាប់ខ្លួនកូពីរបស់បូរ៉ូតូបានទាំងអស់ប៉ុន្តែបូរ៉ូតូមិនព្រមចោះចាញ់ទេពេលនោះគាត់បានប្រើល្បិចកូពីខ្លួនឯងម្នាក់ទៀតលោទៅវាយប្រហារស៊ីកាដៃដើម្បីប្លន់យកជ័យជំនះមកឲ្យខ្លួនឯងវិញបន្តមកនៅពេលដែលបូរ៉ូតូដើរទៅរកកន្លែងសម្រាកវិញគាត់បានជួបជាមួយនឹងកថាស្កេតតាមផ្លូវមើលទៅមានតែកថាស្កេតទេដែលដឹងថាបូរ៉ូតូប្រើល្បិចហើយគាត់គាំទ្រឲ្យបូរ៉ូតូធ្វើអញ្ចឹងទៀតនៅពេលនោះកថាស្កេតថែមទាំងឲ្យកូនស្គ្រូលមួយទៀតទៅបូរ៉ូតូដើម្បីទុកប្រើនៅក្នុងការប្រកួតជុំផ្ដាច់ព្រាត់គូប្រកួតបន្ទាប់ទៀតគឺសារ៉ាដាប៉ះជាមួយនឹងអារយ៉ានៅភូមិខ្សាច់អារយ៉ាម្នាក់នេះក្បាច់គុណមិនធម្មតាទេទោះបីជាសារ៉ាដាខំប្រើភ្នែកសារ៉េងកានវាយប្រហារទៅលើគាត់ក៏គាត់នៅតែអាចទប់ទល់បានគ្រប់ក្បាច់ពេលនោះសារ៉ាដាថែមនឹងចង់ប្រើកែនជូស៊ូដាក់គាត់ផងដែរតែអត់បានការហើយថែមទាំងត្រូវបានអារយ៉ាវាយឲ្យរបួសថែមទៀតមូលហេតុដែលអារយ៉ាអត់ជាប់នៅក្នុងកែនជូស៊ូរបស់សារ៉ាដាគឺដោយសារតែអារយ៉ាម្នាក់ហ្នឹងគឺជាអាយ៉ងពេលដឹងចឹងហើយសារ៉ាដាក៏ប្រើក្បាច់រន្ទះបាញ់ទៅកាន់អារយ៉ាពិតប្រាកដដែលកំពុងតែបជាអាយ៉ងពីចម្ងាយហើយដោយសារតែអារយ៉ាពិតប្រាកដនៅក្រៅខ្សែវៀនប្រយុទ្ធតាមច្បាប់គឺគាត់ជាអ្នកចាញ់ពេលនោះអារយ៉ាអត់សុខចិត្តទេក៏បជាអាយ៉ងរបស់គាត់សម្រុកទៅវាយសារ៉ាដាតែត្រូវបានសារ៉ាដាប្រើ Fireball ជូស៊ូពីចាំតកូអ៊ូជីហាបាញ់ដុតកំទេចអាយ៉ងនោះចោលហើយនៅទីបំផុតរ៉ុកលីបានកាត់ក្តីឲ្យសារ៉ាដាជាអ្នកឈ្នះគូប្រកួតបន្តទៀតគឺស៊ីនឃីប៉ះជាមួយនឹងមីតស្គីគូនេះវាយគ្នារៀងល្អមើលបន្តិចមានទៅមានមក I've got you.
នៅចុងបញ្ចប់នៃទឹកទី1 Mitsuki បានចាប់ទាញ Shinki ចូលទៅក្នុងដីតែ Shinki មួយនោះគឺជាខ្លួនកូពីទេបែបបន្តទៀត Mitsuki បានប្រើពូរន្ទះទៅបុកកំទេចរបាំងការពាររបស់ Shinki ហើយពេលឃើញមានប្រឡោះ Mitsuki ក៏សម្រុកចូលទៅសុទ្ធតែសោកស្ដាយណាស់ Shinki គេចផុតថែមទាំងអាចវាយបកមកកាន់ Mitsuki វិញមួយដៃពេញទំហឹងការវាយនៅលើកនោះ Shinki ថែមទាំងដាក់ម៉ាកដែលឆក់នៅលើខ្លួនរបស់ Mitsuki ទៀតបន្ទាប់មក Shinki បានប្រើខ្សាច់ដៃរបស់គាត់សូនទៅជាលំពែងមួយយ៉ាងធំហើយស្រួយទៀតដែលលំពែងហ្នឹងនឹងហោះទៅចាក់ម៉ាកដែលឆក់នៅលើខ្លួនរបស់ Mitsuki វិធីដែល Mitsuki អាចយកឈ្នះបាននៅពេលនោះគឺគាត់ត្រូវប្រើទម្រង់ជា Sage Mode ប៉ុន្តែនៅពេលនោះ Mitsuki សម្រេចចិត្តថាអត់ប្រើ Sage Mode ទេសុខចិត្តចុះចាញ់វិញព្រោះគាត់អត់ចង់ឲ្យគេដឹងថាគាត់ចេះប្រើ Sage Mode ពេលនេះនៅសល់បេក្ខជន3នាក់ដែលនឹងត្រូវចូលរួមប្រកួតវគ្គផ្ដាច់ព្រាត់នៅថ្ងៃស្អែកគឺ Boruto, Sarada ហើយនិង Shinki សម្រាប់វីដេអូនេះខ្ញុំសូមស្លេះត្រឹមប៉ុណ្ណេះសិនសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនាបើសិនជាយល់ថារឿងនេះល្អមើលសូមកុំភ្លេចជួយចុច like ហើយនិង comment អីក៏បានដែរឲ្យតែបាន comment ទេក៏សូមជួយ subscribe ម្នាក់មួយព្រោះធ្វើអញ្ចឹងវាជួយឲ្យ admin មានកម្លាំងចិត្តពេញបឹបក្នុងការផលិតវីដេអូបន្តទៀតសម្រាប់ពេលនេះសូមអរគុណនិងជម្រាបលាសូមជូនពរសុខភាពល្អអនាគតបវររុងរឿង